Chứng thời chăm ta hút cứ vì sầm khăn mình đèn bởi sân dương ở bên hút thế dương mình ai chạy in nhẹ nói an ăn ở bọt dương bàn tề chứng sầm khăn hút nâng ảnhបាទសួស្តីបងប្អូនអរគ្នាថ្ងៃនេះលោកគ្រូនឹងបង្រៀនបងប្អូនអរគ្នាអំពីការសរសេរសំណេរតែងសេចក្តីនៅក្នុងភាសាអង់គ្លេសម្ដងកាលពីមុនយើងបានសិក្សារួចហើយកំណែវិញ្ញាសាតាក់ទងអំពី grammar ក៏ដូចជា reading ក៏ដូចជា vocabulary អញ្ចឹងមេរៀនចុងក្រោយគឺតាក់ទងអំពីការសរសេរសំណេរតែងសេចក្តីហើយតែចាំថាការសរសេរសំណេរតែងសេចក្តីវាសំខាន់មែនទែនសម្រាប់ឲ្យបងប្អូនយកបន្ទុកពេញបើសិនជាបងប្អូនខ្វះចន្លោះណាមួយក៏បងប្អូនមិនអាចបានបន្ទុកខ្ពស់ក៏ដែរឬក៏បាននិទេស A សម្រាប់ផ្នែកអង់គ្លេសណាជាថ្ងៃនេះលោកគ្រូនឹងបង្រៀនបងប្អូន step by step ដើម្បីឲ្យបងប្អូនបានយល់អំពីការសរសេរតែងសេចក្តីនៅក្នុងភាសាអង់គ្លេសហ្នឹងណាសម្រាប់ត្រៀមប្រឡងបាក់ឌុបហ្នឹងមានអីខ្លះអញ្ចឹងឥឡូវយើងតាមដានទាំងអស់គ្នាអញ្ចឹងថ្ងៃនេះយើងនឹងសិក្សាអំពី essay writing ឬក៏ការសរសេរសំណេរតែងសេចក្តីអូខេអញ្ចឹងយើងមកមើលទ្រឹស្ដីរបស់វាសិន An essay is a piece of writing made up of several paragraphs that discuss one topic essay គឺជាសំណេរតែងសេចក្តីដែលមានកថាខណ្ឌច្រើនដែលពិភាក្សាអំពីប្រធានបទតែមួយអូខេ An essay contains three main parts introduction body and conclusion អញ្ចឹង essay មួយវាមានផ្នែក3សំខាន់គឺ introduction body ហើយនិង conclusion ដែលខ្មែរបកប្រែថាសេចក្តីផ្ដើមតួសេចក្តីហើយនិងសេចក្តីបញ្ចប់អូខេឥឡូវយើងមកសិក្សាអំពី introduction paragraph ឬក៏ឲ្យឈ្មោះថាកថាខណ្ឌផ្ដើមសិនអូខេអញ្ចឹង the introduction paragraph has three important parts hook background information and thesis statement អញ្ចឹងកថាខណ្ឌផ្ដើមមាន3ផ្នែកសំខាន់បងប្អូនអរគ្នាគឺ hook background information ហើយនិង thesis statement តោះអញ្ចឹងឥឡូវយើងចាប់ផ្ដើមមកមើល hook សិនណាឬក៏ពាក្យនាំមុខ A hook is the opening sentence that grabs the reader's attention អញ្ចឹង hook គឺជាប្រយោគដំបូងដែលប្រើសម្រាប់ទាក់ទាញចំណាប់អារម្មណ៍អ្នកអានអូខេអញ្ចឹងត្រូវចាំថា hook គឺវាសំខាន់មែនទែនបើសិនជាយើងអត់មាន hook ទេយើងមិនអាចទាក់ទាញអ្នកអានឲ្យអានអត្ថបទយើងបានទេអញ្ចឹងសំខាន់ hook នឹងឯង There are four common types of hooks អញ្ចឹងនៅទីនេះលោកគ្រូចែករំលែក hook 4ប្រភេទដែលបងប្អូនត្រូវតែយកទៅរៀនណាដើម្បីឲ្យបងប្អូនមានគំនិតក្នុងការសរសេរសំណេរតែងសេចក្តីមួយហ្នឹងប្រភេទទី1គឺ question hook ដែលឲ្យឈ្មោះថាពាក្យនាំមុខជាសំណួរ A question hook starts with a question to make readers think អញ្ចឹង question hook គឺចាប់ផ្ដើមដោយសំណួរដោយធ្វើឲ្យអ្នកអានគិតណាអញ្ចឹងវាសំខាន់មែនតើកាលណាយើងបង្កើតជាសំណួរអីមួយអញ្ចឹងអ្នកដែលអានហ្នឹងគាត់គិតគាត់ឆ្ងល់គាត់ចង់ដឹងទៀតអាហ្នឹងហើយគេឲ្យឈ្មោះថា hook ឬក៏ពាក្យនាំមុខអញ្ចឹងបើយើងសរសេរ hook បានល្អអ្នកអានហ្នឹងគេចង់តាមដានការសរសេររបស់យើងផងដែរអូខេអញ្ចឹងត្រូវតែធ្វើវាឧទាហរណ៍ Have you ever wondered how technology changes education តើអ្នកធ្លាប់គិតទេថាបច្ចេកវិទ្យាបានផ្លាស់ប្ដូរការអប់រំយ៉ាងដូចម្តេចឃើញទេរបស់សំណួរមួយហ្នឹងគេឲ្យឈ្មោះថា question hook ហើយគឺជាពាក្យនាំមុខបែបសំណួរណាអញ្ចឹងយើងរៀនប្រើអាហ្នឹងទៅដើម្បីឲ្យយើងអាចបង្កើតសំណួរណាមួយឲ្យតាក់ទាញអ្នកអានណានោះហើយសំណេរតែសេចក្តីរបស់យើងទទួលបានជោគជ័យល្អមែនតើតោះឥឡូវយើងមើលទី2អញ្ចឹងប្រភេទទី2គេឲ្យឈ្មោះថា quotation hook ឬក៏ពាក្យនាំមុខបែបសម្រង់សម្ដីអូខេអញ្ចឹង a quotation hook starts with a famous quote or saying quotation hook ហ្នឹងមានន័យថាយើងចាប់ផ្ដើមដោយសម្រង់សម្ដីល្បីណាមួយឬពាក្យស្លោកណាមួយជាដើមអូខេប្រភេទទី3គឺ anecdote hook ឬក៏ពាក្យនាំមុខជារឿងខ្លី anecdote hook starts with a short interesting story or personal experience អញ្ចឹង anecdote hook ហ្នឹងគឺយើងចាប់ផ្ដើមដោយរឿងខ្លីគួរឲ្យចាប់អារម្មណ៍ឬក៏បទពិសោធន៍ផ្ទាល់ខ្លួនរបស់យើងអញ្ចឹងយើងចង់និយាយអំពីបទពិសោធន៍របស់យើងក៏បានយើងចង់និយាយអំពីសាច់រឿងដ៏ចាប់អារម្មណ៍ណាមួយក៏បានដែរដែលគិតថាធ្វើឲ្យអ្នកអានចាប់អារម្មណ៍ណាអូខេតោះអញ្ចឹងចាំមើលទី4ប្រភេទទី4គឺ statement hook ឬពាក្យនាំមុខជាប្រយោគបញ្ជាក់ A statement hook starts with a strong or surprising statement statement hook ហ្នឹងគឺចាប់ផ្ដើមដោយប្រយោគខ្លាំងឬក៏គួរឲ្យភ្ញាក់ផ្អើលមានន័យថាពេលដែលយើងនិយាយទៅធ្វើឲ្យអ្នកអានមានអារម្មណ៍ថាភ្ញាក់ផ្អើលអាហ្នឹងហើយគេឲ្យឈ្មោះថា statement hook ហើយឥឡូវយើងមើលឧទាហរណ៍ Technology has completely changed the way students learn today បច្ចេកវិទ្យាបានផ្លាស់ប្ដូរទាំងស្រុងនៅរបៀបដែលសិស្សរៀននៅសប្តាហ៍ថ្ងៃហ្នឹងអូខេដូច្នេះ hook ប្រភេទមួយនេះគឺយើងបញ្ជាក់ឡើងច្បាស់ថា technology នេះវាសំខាន់ដែលវាអាចផ្លាស់ប្ដូរការរៀនសូត្ររបស់សិស្សបានណាទាំងអស់នេះគឺជា hook ទាំង4ដែលបងអូនយកទៅសិក្សាដើម្បីរៀនហើយពេលដែលបងអូនរៀនចេះហើយបងអូនយកមួយណាមកប្រើក៏បានដែរអញ្ចឹងយើងមិនអាចសរសេរទាំង4ទេណាយើងយកតែមួយទេឥឡូវយើងបានបញ្ចប់អំពី hook ហើយ
ដែលហុកហ្នឹងគឺជាពាក្យនាំមុខនៅក្នុងកថាខណ្ឌផ្ដើមអូខេអញ្ចឹងបន្ទាប់ពីយើងសរសេរហុកហើយនៅក្នុងកថាខណ្ឌផ្ដើមគឺយើងមានអីគេទាំងអស់គ្នាគឺយើងមាន background information ហើយ background information ហ្នឹងគឺយើងបកប្រែថាព័ត៌មានប្រវត្តិOkay, background information gives general information about the topic. Background information ហ្នឹងគឺជាព័ត៌មានទូទៅអំពីប្រធានបទអូខេទៅចាំណា background information ហ្នឹងគឺយើងនិយាយអំពីព័ត៌មានទូទៅដែលរៀបរាប់អំពីប្រធានបទមានន័យថាយើងអត់ detail យើងអត់និយាយបញ្ជាក់នៃគ្រប់ជ្រុងជ្រោយនៅក្នុងbackground information នោះទេយើងគ្រាន់តែអូសបន្លាយផ្សារភ្ជាប់អូខេយើងគ្រាន់តែសរសេរពាក្យពេចន៍ឬក៏ប្រយោគខ្លះៗដែលនិយាយអំពីប្រធានបទហើយនឹងហុកដែលយើងទៅតែបាននិយាយអំបញ្ញមិញហ្នឹងអូខេអញ្ចឹងវាសំខាន់មែនតើបើសិនជាបងអូនសរសេរហុកបានហើយយើងត្រូវតែសរសេរ background information ហើយបញ្ជាក់ម្ដងទៀត background information កុំ detail ខ្លាំងពេកយើងកុំសរសេរវាឥតខ្ចោះពេកមានន័យថាយើងគ្រាន់តែអូសបន្លាយដើម្បីផ្សារភ្ជាប់ទំនាក់ទំនងវាតែប៉ុណ្ណោះអូខេហើយការសរសេរ background information ហ្នឹងណាវាជួយឲ្យអ្នកអានយល់អំពីប្រធានបទមុនពេលពួកគេអានចំណុចសំខាន់អូខេអញ្ចឹងមានន័យថានៅពេលដែលយើងសរសេរ background information អ្នកអានចាប់ផ្ដើមគិតថាអូយើងនេះអ្នកសរសេរហ្នឹងចង់សរសេរអំពីអ្វីអញ្ចឹងអ្នកអានយល់បែបហ្នឹងទាំងអស់គ្នាអញ្ចឹងនេះហើយគេឲ្យឈ្មោះថា background information តោះអញ្ចឹងយើងតទៀត in background information we may include facts current situation the importance of the topic or related problems ជាងនៅក្នុងព័ត៌មានប្រវត្តិយើងអាចបញ្ចូលព័ត៌មានពិតស្ថានភាពបច្ចុប្បន្នសារៈសំខាន់នៃប្រធានបទឬបញ្ហាដែលពាក់ព័ន្ធអូខេអញ្ចឹងមានន័យថាយើងសរសេរពីចំណុចទាំងអស់នេះដើម្បីបញ្ជាក់អំពី background information ដែលយើងផ្សារភ្ជាប់អំពី hook ហើយនិងប្រធានបទរបស់គេខាងលើអូខេអញ្ចឹងឧទាហរណ៍ for example nowadays technology is becoming very important in education បច្ចុប្បន្ននេះបច្ចេកវិទ្យាកំពុងក្លាយជាផ្នែកសំខាន់នៅក្នុងការអប់រំឃើញទេអញ្ចឹងនៅពេលដែលយើងសរសេររបស់ background information បែបហ្នឹងគឺមានន័យថាយើងកំពុងតែនិយាយអំពីបច្ចេកវិទ្យាអូខេដែលផ្សារភ្ជាប់ជាមួយនឹង hook ហើយនឹងប្រធានបទនឹងឯងអូខេអញ្ចឹងឥឡូវយើងមកមើលចំណុចបន្ទាប់ទៀតនៅក្នុង introduction អញ្ចឹងចំណុចបន្ទាប់នៅក្នុង introduction យើងមានអីគេទាំងអស់គ្នា thesis statement ឬក៏ចំណូលបញ្ហាដែលនៅក្នុង introduction essay គឺវាមាន3ផ្នែកទី1យើងមានអីគេទាំងអស់គ្នាទី1យើងមាន hook ទី2យើងមាន background information ហើយទី3នេះគឺជា thesis statement ដែលយើងបកប្រែថាចំណូលបញ្ហានឹងឯងតោះអញ្ចឹងឥឡូវយើងមកមើលទ្រឹស្ដីរបស់វា A thesis statement tells readers the main ideas of the essay អញ្ចឹង thesis statement គឺជាប្រយោគដែលបង្ហាញគំនិតសំខាន់ៗរបស់សំណេរUsually, the thesis statement contains the points that will become the body paragraphs. ជាធម្មតា thesis statement មានចំណុចសំខាន់ៗដែលនឹងក្លាយជាកថាកន្ទួរបស់សំណេរតែងសេចក្តីទាំងមូល For example, technology in education helps students access information easily, makes learning more interesting, and improves communication effectively. ជាជាឧទាហរណ៍បកប្រែខ្មែរថាបច្ចេកវិទ្យាក្នុងការអប់រំជួយឲ្យសិស្សទទួលបានព័ត៌មានបានយ៉ាងងាយស្រួលធ្វើឲ្យការរៀនកាន់តែគួរឲ្យចាប់អារម្មណ៍និងបង្កើនការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពអញ្ចឹងទាំងអស់នេះគឺគេឲ្យឈ្មោះថា thesis statement ចំណូលបញ្ហាដែលយើងនិយាយអំពី main idea គំនិតសំខាន់ដែលយើងយកទៅសរសេរបន្ទាប់ទៀតណាអញ្ចឹងបើសិនជាយើងអត់មាន thesis statement ទេយើងមិនអាចយកទៅសរសេរនៅក្នុងតួសេចក្តីបានទេហេតុអីយើងមើលទាំងអស់គ្នាណានៅក្នុងឧទាហរណ៍គេបានបញ្ជាក់ថា thesis statement ចំណូលបញ្ហាវាមាន3ប្រភេទទី1គឺ access information easily អូខេអាហ្នឹងហើយគឺជាចំណូលបញ្ហាគំនិតសំខាន់ទី1ទី2 make learning more interesting នេះហើយគឺជាចំណូលបញ្ហាគំនិតសំខាន់ទី2ទី3 improve communication effectively បាទចំណុចចុងក្រោយនេះចំណុចទី3នេះគេឲ្យឈ្មោះថាចំណូលបញ្ហាគំនិតសំខាន់ទី3អូខេអញ្ចឹងនៅក្នុងចំណូលបញ្ហាឬក៏គេឲ្យឈ្មោះថា thesis statement យើងត្រូវតែសរសេរគំនិតសំខាន់ឲ្យបាន3ដើម្បីយកទៅរៀបរាប់នៅក្នុងតួសេចក្តីនៃការសរសេរសំណេរតែងសេចក្តីហ្នឹងបើសិនជាយើងអត់សរសេរ thesis statement ឬក៏ចំណូលបញ្ហាហ្នឹងឲ្យច្បាស់លាស់ទេឬក៏សរសេរអាកំណត់សំខាន់ទាំង3ហ្នឹងឲ្យច្បាស់លាស់ទេពេលដែលបងអូនយកទៅសរសេរនៅក្នុង body essay ណាអូនមិនមានកំណត់សរសេរឬក៏មិនដឹងថាត្រូវសរសេរយ៉ាងម៉េចដែរអញ្ចឹងសំខាន់បំផុតគឺ introduction essay របស់គេហ្នឹងធ្វើយ៉ាងម៉េចឲ្យមាន3ចំណុចហ្នឹងអា3ចំណុចហ្នឹងអា thesis statement ហ្នឹងគឺសំខាន់ខ្លាំងមែនទែន
បើសិនជាយើងមិនអាចសរសេរគំនិតសំខាន់ទី1គំនិតសំខាន់ទី2គំនិតសំខាន់ទី3ដើម្បីឲ្យអ្នកអានណាតាមដានតទៅទៀតទេអញ្ចឹងកថាខណ្ឌឬក៏សំណេរតែងសេចក្តីរបស់យើងហ្នឹងគឺអត់បានជោគជ័យទេ alright អញ្ចឹងលោកគ្រូសង្ឃឹមថាបងប្អូនអរគ្នាយល់ហើយនឹងធ្វើតាមឥឡូវនេះយើងបន្តទៅកាន់ body paragraph ម្ដងដែលយើងបកប្រែខ្មែរថាតួសេចក្តីឬក៏កថាខណ្ឌតួអូខេ A body paragraph has 4 main parts កថាខណ្ឌតួមាន4ផ្នែកសំខាន់ៗ The first part is topic sentence ផ្នែកទី1គឺគេឲ្យឈ្មោះថា topic sentence ឬក៏ប្រយោគប្រធាន alright A topic sentence introduces the main idea of the paragraph topic sentence គឺជាប្រយោគដែលបង្ហាញគំនិតសំខាន់នៃកថាខណ្ឌ okay The second part is supporting details ចឹងផ្នែកទី2គឺ supporting details ឬក៏ព័ត៌មានគាំទ្រមានន័យថារបស់ហ្នឹងសរសេរធ្វើយ៉ាងម៉េចឲ្យវាគាំទ្រជាមួយនឹង topic sentence alright ចឹងហើយបានគេឲ្យយើងរៀនសរសេរអា supporting details ហ្នឹងឲ្យបានត្រឹមត្រូវ alright supporting details explain and develop the topic sentence ចឹងព័ត៌មានគាំទ្រវាជួយបញ្យល់និងពង្រីកប្រយោគប្រធានហ្នឹងអូខេឲ្យបានកាន់តែល្អអូខេThe third part is example sentence ចឹងផ្នែកទី3គឺ example sentence ឬក៏ប្រយោគឧទាហរណ៍ Example provide evidence to support the main idea កាលណាយើងផ្ដល់ជាល្បះជាឧទាហរណ៍ណាគឺមានន័យថាយើងផ្ដល់ភស្តុតាងដើម្បីគាំទ្រគំនិតសំខាន់នៃការសរសេររបស់ supporting detail ក៏ដូចជា topic sentence របស់យើងខាងលើនឹងឯងអញ្ចឹងយើងត្រូវតែមានជាឧទាហរណ៍ដើម្បីបញ្ជាក់ភស្តុតាងឲ្យគេផងដែរអូខេអញ្ចឹងចំណុចទី4 The last part is concluding sentence អញ្ចឹងចំណុចទី4គឺជាផ្នែកចុងក្រោយឬក៏ concluding sentence ឬក៏ប្រយោគបញ្ចប់ A concluding sentence summarize the paragraph អញ្ចឹងប្រយោគបញ្ចប់ហ្នឹងវាជួយសង្ខេបគំនិតនៃកថាខណ្ឌបងប្អូនត្រូវចាំថាកាលណាយើងសរសេរនៅក្នុងគំនិតសំខាន់ទី1យើងត្រូវតែរៀបរាប់ឲ្យបាន4ចំណុចទី1យើងត្រូវតែសរសេរ topic sentence ទី2យើងត្រូវតែសរសេរ supporting details ទី3យើងត្រូវតែលើកឧទាហរណ៍ទី4យើងត្រូវតែ conclude យើងត្រូវតែបញ្ចប់កថាខណ្ឌគំនិតសំខាន់ទី1ហ្នឹងដោយពាក្យបញ្ជាក់នៃបញ្ចប់ដើម្បីឲ្យកថាខណ្ឌទី1គំនិតសំខាន់ទី1ហ្នឹងវាកាន់តែមានន័យជាងនឹងទៅទៀតអូខេអញ្ចឹងលោកគ្រូសង្ឃឹមថាយើងទាំងអស់គ្នាច្បាស់អំពីមេរៀនមួយហ្នឹងអញ្ចឹងបន្ទាប់ពីយើងសិក្សាអំពីកថាខណ្ឌតួរួចហើយយើងមកសិក្សាអំពី conclusion paragraph ម្ដងឬក៏កថាខណ្ឌបញ្ចប់ A conclusion paragraph contains 3 parts restated thesis summary of the main points and concluding sentenceចឹងកថាខណ្ឌបញ្ចប់មាន3ផ្នែកគឺ restated thesis គឺមានន័យថាការលើកឡើងវិញនៃចំណុចបញ្ហា summary of main points មានន័យថាការសង្កត់គំនិតសំខាន់ៗនិង concluding sentence ឬក៏ប្រយោគបញ្ចប់អូខេចឹង concluding sentence គឺវាមាន3ប្រភេទណាបងប្អូនអរគ្នាត្រូវចាំមកចំណុចដែល teacher បានបរៀនហ្នឹងទី1គឺយើងត្រូវតែ restated thesis មានន័យថាយើងត្រូវតែលើកឡើងវិញនៅចំណុចបញ្ហាទី2យើងត្រូវតែសង្ខេបគំនិតសំខាន់ៗហើយទី3យើងត្រូវតែសេប្រយោគបញ្ចប់មួយទៅដើម្បីឲ្យសំណេរតែងសេចក្តីរបស់យើងវាមានចុងវាមានដើមត្រឹមត្រូវអូខេអញ្ចឹងចំណុចចុងក្រោយ complete ប្រើ transition words ឬក៏ពាក្យភ្ជាប់បងប្អូនត្រូវតែចាំកាលណាយើងសរសេរសំណេរតែងសេចក្តីឬក៏កថាខណ្ឌណាក៏ដោយយើងត្រូវតែមានពាក្យភ្ជាប់ព្រឹត្តិការណ៍មានន័យថាភ្ជាប់ពីមួយទៅមួយដើម្បីឲ្យអ្នកអានមានអារម្មណ៍ថារីករាយក្នុងការអានរបស់យើងពាក្យភ្ជាប់ព្រឹត្តិការណ៍ទាំងអស់នោះមានដូចជា firstly secondly moreover in addition for example therefore or in conclusion ពាក្យទាំងអស់ហ្នឹងគឺជាពាក្យដែលយើងយកទៅប្រើភ្ជាប់ព្រឹត្តិការណ៍ណាហើយលោកគ្រូបានរៀបចំរួចហើយបងប្អូនអាចមើលនៅក្នុង comment បានសរុបសេចក្តីមកការសរសេរតែងសេចក្តីគឺមាន3ផ្នែកធំៗត្រូវចាំណាបងប្អូនទី1 introduction ទី2 body ហើយនិងទី3 conclusion ហើយត្រូវចាំថា introduction វាមាន3ផ្នែកទី1គេឲ្យឈ្មោះថា hook hook ហ្នឹងយើងបកប្រែថាពាក្យនាំមុខយើងត្រូវតែសរសេរជាដាច់ខាតបើមិនសរសេរទេសំណេរតែងសេចក្តីរបស់យើងហ្នឹងណាវាអត់មានន័យទេហើយទី2យើងត្រូវតែសរសេរ background information ហើយ background information ហ្នឹងមានថាព័ត៌មានទូទៅតាក់ទងអំពីប្រធានបទដើម្បីឲ្យការសរសេររបស់យើងហ្នឹងវាផ្សារភ្ជាប់គ្នាហើយចំណុចទី3 thesis statement thesis statement ហ្នឹងគឺសំខាន់បំផុតបងប្អូនអរគ្នាដែលយើងសរសេររៀបរាប់អំពីគំនិតសំខាន់នីមួយៗហើយយើងសរសេរធ្វើម៉េចឲ្យបាន3គំនិតសំខាន់ណាគំនិតសំខាន់ទី1គំនិតសំខាន់ទី2គំនិតសំខាន់ទី3កាលណាយើងសរសេរ thesis statement ឬក៏យើងបកប្រែថាចំណូលបញ្ហានឹងច្បាស់លាស់ណាគឺយើងអាចយកទៅសរសេរនៅក្នុង body paragraph បានហើយអូខេ
ហើយចំណុចទី3ហើយទៅចាំថាសំណេរតែងសេចក្តីបញ្ចប់វាមាន3ផ្នែកផងដែរគឺទី1 restated thesis ដែលយើងនិយាយអំពីការលើកឡើងវិញនៃចំណុចបញ្ហាហើយទី2 summary of main points មានន័យថាសង្ខេបគំនិតសំខាន់ៗនិងទី3 concluding sentence ហើយទី3យើងសរសេរប្រយោគបញ្ចប់តែម្ដងអូខេជាសារចុងក្រោយសម្រាប់បងប្អូនមុននឹងសរសេរតែងសេចក្តីណាអូនត្រូវប្រមូលគំនិតអូខេឬក៏រៀបចំគំនិតសំខាន់ៗនិងអនុវត្តរចនាសម្ព័ន្ធ introduction body និង conclusion ជានិច្ចបើនៅក្នុងភាសាអង់គ្លេសឲ្យឈ្មោះថា brainstorm មានថាយើងប្រមូលគំនិតសំខាន់ៗ brainstorm នឹងមានន័យថានៅពេលដែលយើងប្រឡងយើងត្រូវតែមានกระดาษមួយក្នុងការសរសេរ brainstorm ប្រមូលគំនិតសំខាន់ៗនៅលើกระดาษហ្នឹងសិនមិនមែនទៅដល់បានកระดาษប្រឡងចាប់សរសេរភ្លាមណាគឺអាហ្នឹងចំណុចដែលយើងសិស្សទាំងអស់គ្នាគួរតែប្រុងប្រយ័ត្នកាលណាយើងធ្វើលឿនពេកវាធ្វើឲ្យយើងខុសច្រើនតែបើយើងធ្វើដោយយកចិត្តទុកដាក់យើងនឹងទទួលបានលទ្ធផលល្អច្រើនអញ្ចឹងយើងត្រូវតែ brainstorm វាសិនយើងប្រមូលគំនិតសំខាន់ៗសិនហើយបន្ទាប់មកយើងយកវាទៅដាក់នៅក្នុងសិលឹកកិច្ចការរបស់យើងអានេះគឺជាចំណុចសំខាន់បាទសង្ឃឹមថាបងប្អូនទាំងអស់គ្នាចងចាំលោកគ្រូសង្ឃឹមថាបងប្អូនទាំងអស់គ្នាទទួលបានលទ្ធផលល្អទាំងអស់គ្នាអរគុណ